ព័ត៌មានក្តៅៗនាយករដ្ឋមន្ត្រីថៃលោកអនុទិនច័ន្ទវីរៈកុលបានបញ្ជាក់អំពីគោលចំហរបស់ថៃនៅវេលាព្រឹកថ្ងៃទី26ខែតុលាឆ្នាំ2025នេះថាទាក់ទិននឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយនឹងកម្ពុជានៅចំពោះមុខសហរដ្ឋអាមេរិកនិងម៉ាឡេស៊ីចប់រួចរាល់ហើយមានការគោរពតាមលក្ខខណ្ឌគ្នាទៅវិញទៅមកប្រទេសថៃនឹងប្រកុលទាហាន18រូបដែលកំពុងឃុំខ្លួនបញ្ជូនត្រឡប់មកកម្ពុជាវិញដោយថៃនឹងរៀបចំឲ្យមានការពិនិត្យសុខភាពពួកគេត្រឹមត្រូវផងដែរលោកសង្កត់ធ្ងន់ថាប្រទេសថៃមិនចង់ធ្វើជាសត្រូវជាមួយនឹងប្រទេសណាឡើយប្រសិនបើនៅជុំវិញប្រទេសថៃពោពេញទៅដោយសត្រូវគ្រប់ទិសវានឹងធ្វើឲ្យប៉ះពាល់ដល់ពាណិជ្ជកម្មសេដ្ឋកិច្ចសន្តិសុខនិងកិច្ចសហប្រតិបត្តិការរបស់ថៃនៅក្នុងចំណោមប្រទេសក្នុងតំបន់ជាក់ជាមិនខានបញ្ជាក់ពេលនេះប្រជាជនថៃកំពុងតែខឹងសម្បានឹងលោកអនុទិនណាដោយពួកគេចោទប្រកាន់រដ្ឋាភិបាលលោកអនុទិនថាក្បត់ជាតិនឹងធ្វើឲ្យថៃអាម៉ាស់មុខលើឆាកអន្តរជាតិប្រភពពីស្មីផងដែរចាយើងឃើញហើយថានេះគឺជាដំណឹងល្អមែនទែនបើសិនជាចាប្រទេសថៃបានដោះលែងវីរៈកងទ័ពខ្មែរយើងទាំង18រូបឲ្យវិលមកចាមាតុប្រទេសយើងវិញហើយខ្ញុំសង្ឃឹមថានឹងមានរឿងល្អៗសម្រាប់ប្រទេសយើងផងដែរតកតងទៅនឹងព័ត៌មាននេះក៏បានបញ្ចប់សូមអរគុណសូមជម្រាបលា